Som nùa đàm bấy ca piaประភពទឹកកុំឲ្យមានការបំពុលតើយើងទាំងអស់គ្នាត្រូវធ្វើដូចម្តេចខ្លះចម្លើយដើម្បីការពារប្រភពទឹកកុំឲ្យមានការបំពុលយើងទាំងអស់គ្នាត្រូវមិនសង់បង្គន់ក្បែរប្រភពទឹកនិងលើប្រភពទឹកមិនសង់ប្រព័ន្ធបង្ហូរទឹកសំអុយចូលទៅក្នុងប្រភពទឹកមិនចោលសំរាមផ្សេងចូលទៅក្នុងប្រភពទឹកមិនដាក់សម្រាស់ក្នុងប្រភពទឹកដើម្បីនេសាទត្រីមិនប្រើប្រាស់ថ្នាំគីមីក្នុងវិស័យកសិកម្មមិននេសាទហួសកម្រិតព្រោះត្រីធ្វើឲ្យទឹកថ្លាផងដែរត្រូវធ្វើរបងព័ទ្ធជុំវិញប្រភពទឹកដែលប្រើប្រាស់ប្រចាំថ្ងៃត្រូវចិញ្ចឹមនិងទុកដាក់សត្វឲ្យឆ្ងាយពីប្រភពទឹកត្រូវរក្សារុក្ខជាតិឲ្យដុះនៅតាមមាត់ទឹកត្រូវចូលរួមដាំដើមឈើឲ្យបានច្រើនបន្ថែមទៀតត្រូវចូលរួមថែរក្សាបរិវេណជុំវិញប្រភពទឹកឲ្យមានអនាម័យ